សួស្តីអ្នកទាំងអស់គ្នាជួបជាមួយនឹងខ្ញុំបាទ Admin Daily Walking នៅក្នុងប្រវត្តិសាស្ត្រខ្លះៗអំពីព្រះបរមរាជវាំងព្រះបរមរាជវាំងមានទីតាំងនៅតាមបណ្ដោយមហាវិថីសុធារសសាងសង់ឡើងនៅឆ្នាំ1866ក្នុងរជ្ជកាលលោកនរោត្តមនៅក្នុងព្រះបរមរាជវាំងមានដូចជាប្រាសាទទេវាវិនិច្ឆ័យជាកន្លែងសម្រាប់ព្រះមហាក្សត្រឡើងគ្រងរាជ្យប្រាសាទខេមរិនជាកន្លែងដែលមានព្រះមហាក្សត្រនិងអគ្គមហេសីគង់នៅប្រាសាទភិរមជាកន្លែងដែលព្រះមហាក្សត្រឡើងគង់លើដំរីរាជហៅបាគូឬហៅព្រះខ័នជាកន្លែងទុកដាក់វត្ថុសម្រាប់សោយរាជឯច័ន្ទឆាយាជាកន្លែងដែលគេហាត់រាំរបាំព្រះរាជទ្រព្យនិងរបាំថ្វាយព្រះមហាក្សត្រព្រះញាតិវង្សានុវង្សនិងពួកមន្ត្រីជាន់ខ្ពស់នៅពីមុខច័ន្ទឆាយាមានព្រះទិវាសម្រាប់ព្រះមហាក្សត្រធ្វើសាវនាការជាមួយប្រជារាស្ត្រនិងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់វត្តព្រះកែវមរកតវត្តព្រះកែវមរកតត្រូវបានកសាងឡើងនៅឆ្នាំ1892ដល់ឆ្នាំ1902តាមលំនាំស្ថាបត្យកម្មខ្មែរហើយត្រូវបានរុះរើសាងសង់ជាថ្មីឡើងវិញនៅក្នុងឆ្នាំ1962វត្តនេះពីដើមគេហៅថាវត្តឧបោសថរតនារាមដោយមកពីព្រះមហាក្សត្រទ្រង់យកទីកន្លែងនេះជាទីកន្លែងសម្រាប់កាន់ឧបោសថសិលជារៀងរាល់ថ្ងៃសិលក្រៅពីនេះក៏មានព្រះរាជវង្សានុវង្សនិងនាម៉ឺនសពមន្ត្រីក៏បានប្រារព្ធពិធីធ្វើបុណ្យផ្សេងៗតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនានៅទីនេះផងដែរប៉ុន្តែនៅក្នុងវត្តនេះពុំមានព្រះសង្ឃគង់នៅទីនេះទេមានតែព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុដែលទ្រង់គង់នៅទីនេះក្នុងពេលសាងភ្នោះរយៈពេលមួយព្រះវស្សាថ្ងៃទី14កើតខែទុតិយស័កឆ្នាំកុលនៅព្រះស័កពុទ្ធសករាជឆ្នាំ2490ត្រូវថ្ងៃទី31ខែកក្កដាឆ្នាំ1947ហេតុដូច្នេះហើយបានជាមានពាក្យសាមញ្ញហៅថាព្រះវិហារព្រះកែវពលគឺពុំមានវត្តអារាមនៅក្នុងទីនោះទេនៅពេលដែលព្រះរាជាទ្រង់ប្រារព្ធព្រះរាជពិធីតាមព្រះពុទ្ធសាសនាគឺត្រូវនិមន្តព្រះសង្ឃគង់ពីវត្តដទៃទៀតនៅក្នុងរាជធានីភ្នំពេញដូចជាវត្តអូណាឡោមវត្តបទុមវតីជាដើមវត្តនេះស្ថិតនៅខាងត្បូងនៃផ្ទៃព្រះបរមរាជវាំងដែលហ៊ុំព័ទ្ធទៅដោយថែវរាងខ្ពស់ស្រឡះនៅតាមបណ្ដោយថែវនេះគេធ្លាប់បានប្រើប្រាស់ជាថ្នាក់រៀនភាសាបាលីសម្រាប់ព្រះសង្ឃដែលគង់នៅតាមវត្តក្នុងរាជធានីភ្នំពេញនិងតាមខេត្តមួយចំនួនមុនពេលបង្កើតសាលាបាលីនៅភ្នំពេញជាថ្ងៃទី16ខែធ្នូឆ្នាំ1930នៅលើជញ្ជាំងថែវមានរូបគំនូរបុរាណដែលនិទានពីរឿងរាមកេរ្តិ៍ពីដើមដល់ចប់គំនូរនេះត្រូវបានគូរឡើងនៅក្នុងឆ្នាំ1903ដល់ឆ្នាំ1904ក្រោមការដឹកនាំរបស់លោកអុកញ៉ាទៀបនិមិត្តឆ្លាក់រួមជាមួយវិចិត្រករខ្មែរចំនួន40នាក់គំនូរនេះចាប់ផ្ដើមពីថែវខាងកើតផ្នែកខាងត្បូងព័ទ្ធមួយជុំថែវទាំងមូលដែលមានប្រវែង640ម៉ែត្រនិងមានកម្ពស់3ម៉ែត្រដូច្នេះមានន័យថាគេមើលថែវគំនូរនេះតាមរង្វង់ព្រះទក្សិណគំនូរបុរាណនៅជុំវិញថែវរឿងរាមកេរ្តិ៍បានបង្ហាញពីលក្ខណៈពិសេសប្លែកដែលពុំមែនផ្ដិតយកឬចម្លងទាំងស្រុងពីរឿងរាមាយណៈរបស់ឥណ្ឌាឡើយពីព្រោះក្នុងរឿងរាមកេរ្តិ៍ដំណើររឿងមានអន្លើខ្លះហាក់ដូចជាស្ថិតនៅក្នុងអត្ថកម្បាំងតតែមើលឲ្យឆ្ងាយតទៅមុខទើបដឹងដំណើរប្រវត្តិរឿងខាងក្រោមវិញឬមួយតតែដឹងរឿងបែបរាមាយណៈខ្លះទើបឆាប់យល់ខ្លឹមសាររឿងរាមកេរ្តិ៍នេះត្រូវបានបកស្រាយឈុតខ្លះជាល្ខោនខោស្បែកធំឬធ្វើជារូបចម្លាក់ផ្សេងៗនិងប្រើការទស្សន៍ទាយរបស់ហោរាមើលជោគជតារាសីសពថ្ងៃនេះគំនូរនេះមានសភាពទ្រុឌទ្រោមនិងចាស់បន្តិចនិងរលុបបាត់បន្តិចម្ដងដោយសារតែអាកាសធាតុនិងមេរោគស៊ីថ្មព្រមទាំងមានការបំផ្លិចបំផ្លាញពីមនុស្សផងដែរអំឡុងឆ្នាំ1985រាជរដ្ឋាភិបាលកម្ពុជាបានសហការជាមួយនឹងរាជរដ្ឋាភិបាលប៉ូឡូញលើកគម្រោងការពារនិងជួសជុលរូបគំនូរមួយនេះតែការជួសជុលនោះដំណើរការបានត្រឹមតែ5ឆ្នាំប៉ុណ្ណោះក្រោយមកក៏ត្រូវបានបញ្ចប់ដោយមកពីថវិកាសម្រាប់ចំណាយលើគម្រោងនេះផុតកំណត់បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានកំពុងរកមធ្យោបាយក្នុងការថែរក្សានិងជួសជុលបេតិកភណ្ឌវប្បធម៌នេះឡើងវិញ
នៅខាងមុខព្រះវិហារមានព្រះចេតិយធំពីរនិងរូបសំណាកមួយគ្របដោយដំបូលពីលើព្រះចេតិយខាងត្បូងគឺជាព្រះចេតិយដែលបញ្ចុះព្រះអធិធាតុព្រះបាទអង្គឌួងដែលបានកសាងនៅថ្ងៃសុក្រទី11កើតខែផល្គុនឆ្នាំមមែអ្នកបក្ស័កពុទ្ធសករាជ2450ត្រូវនៅថ្ងៃទី13ខែមីនាឆ្នាំ1908ត្រូវជាអាយកោលួតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះចេតិយខាងជើងគឺជាព្រះចេតិយដែលបញ្ចុះអធិធាតុព្រះបាទនរោត្តមដែលបានកសាងនៅថ្ងៃទី11កើតខែផល្គុនឆ្នាំមមែអ្នកបក្ស័កពុទ្ធសករាជ2450ត្រូវនៅថ្ងៃទី13ខែមីនាឆ្នាំ1908ត្រូវជាអាយកោទួតរបស់ព្រះករុណាព្រះបាទសម្ដេចនរោត្តមសីហនុរូបសំណាកគង់លើសេសសរជាព្រះបរមរូបព្រះបាទសម្ដេចនរោត្តមដែលបានកសាងឡើងនៅក្នុងឆ្នាំ1875គឺជាវត្ថុអនុស្សាវរីយ៍ពីព្រះចៅណាបូឡេអុងទី3នៃប្រទេសបារាំងហើយបានយកមកតម្កល់ទុកនៅខាងមុខព្រះវិហារក្នុងឆ្នាំ1892មិនទាន់មានដំបូលគ្របពីលើនៅឡើយទេលុះដល់ឆ្នាំ1953ក្នុងពេលដែលសម្ដេចព្រះប្រមុខរដ្ឋរៀបចំបូជនីយកិច្ចទាមទារឯករាជ្យពីអាណានិគមបារាំងព្រះអង្គទ្រង់បានបួងសួងសូមជ័យជំនះនៅចំពោះមុខព្រះបរមរូបនេះក្រោយពីទទួលបានជ័យជំនះក្នុងការទាមទារឯករាជ្យជាតិពីពួកអាណានិគមបារាំងព្រះអង្គទ្រង់បានចាត់ឲ្យគេកសាងដំបូលនេះគ្របពីលើជាកិច្ចតបស្នងគុណចំពោះបារមីព្រះសម្ដេចព្រះនរោត្តមព្រះវិហារត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះនរោត្តមតែនៅពេលនោះសំណង់ព្រះវិហារនេះធ្វើអំពីឈើនិងឥដ្ឋហើយបានប្រារព្ធព្រះរាជពិធីបញ្ចុះសីមាឆ្លងនៅថ្ងៃទី8ខែមិញឆ្នាំខាលចត្វាស័កពុទ្ធសករាជ2445ត្រូវនៅថ្ងៃប្រហ័សទី5ខែកុម្ភៈឆ្នាំ1903លុះក្រោយមកសំណង់នេះក៏មានសភាពទ្រុឌទ្រោមហើយតម្រូវឲ្យមានការជួសជុលឡើងវិញនៅក្នុងឆ្នាំ1962ដោយព្រះរាជតម្រិះសម្ដេចព្រះមហាក្សត្រិយានីកុសុមៈនារីរតន៍និងក្រោមព្រះរាជកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់នៃសម្ដេចព្រះប្រមុខរដ្ឋនរោត្តមសីហនុព្រះវិហារចាស់នេះត្រូវបានគេរុះរើចោលរួចស្ថាបនាជាថ្មីឡើងវិញអំពីបេតុងអាមេតែគេនៅរក្សាទុកនៅស្ថាបត្យកម្មពីមុនដដែលព្រមទាំងមានកម្រាលពីលើប្រាក់និងសសរបិទថ្មកែវដែលនាំចូលពីប្រទេសអ៊ីតាលីផងដែរព្រះវិហារនេះគេហៅថាព្រះវិហារព្រះកែវមរកតដោយយកព្រះនាមព្រះពុទ្ធរូបមួយអង្គក្នុងព្រះវិហារធ្វើអំពីត្បូងកែវដ៏មានតម្លៃហើយសន្មតថាកែវមរកតប៉ុន្តែជនជាតិអឺរ៉ុបតែនិយមហៅថាព្រះវិហារប្រាក់ពីព្រោះគេសំអាងលើកម្រាលដែលក្រាស់ក្នុងព្រះវិហារទាំងមូលដែលធ្វើអំពីការ៉ូប្រាក់សុទ្ធដែលមានចំនួន5329សន្លឹកដែលក្នុងមួយសន្លឹកមានទម្ងន់ 1.125 គីឡូក្រាមវត្ថុសិល្បៈដែលតាំងក្នុងព្រះវិហារមានចំនួន1650ភាគច្រើនជាព្រះពុទ្ធរូបដែលសុទ្ធសឹងសាងអំពីមាសប្រាក់ទង្វាសម្រិតលង្ហិនព្រមទាំងមានដាំត្បូងពេជ្រផងដែរវត្ថុសិល្បៈទាំងនេះសុទ្ធតែជាពុទ្ធបូជារបស់ព្រះមហាក្សត្រព្រះរាជវង្សានុវង្សនិមលមន្ត្រីនិងពុទ្ធសាសនិកជនជាដង្វាយថ្វាយចំពោះព្រះកែវមរកតដើម្បីប្រាថ្នាសូមសេចក្តីសុខសន្តិភាពសេចក្តីសម្បូរសម្បាយក្នុងជាតិនេះនិងជាតិខាងមុខនឹងទុកជាកេរដំណែលវប្បធម៌សម្រាប់កូនចៅជំនាន់ក្រោយផងដែរនៅខាងក្រោយបោះបុកធំមានព្រះពុទ្ធរូបទ្រង់ឈរមួយព្រះអង្គធ្វើអំពីមាសទម្ងន់90គីឡូក្រាមរួមទាំងជើងទម្រនិងឆ័ត្ររូតខាងលើព្រមទាំងមានដាំត្បូងពេជ្រទាំងតូចទាំងធំចំនួនសរុបទាំងអស់ 2.086 គ្រាប់ពេជ្រដែលធំជាងគេស្ថិតនៅលើមកុដដែលមានទំហំ25លីនិងបន្ទាប់មកពេជ្រនៅលើព្រះសូរងមានទំហំ20លីព្រះពុទ្ធរូបនេះកសាងឡើងនៅក្នុងឆ្នាំ1904ដោយព្រះបាទសម្ដេចព្រះស៊ីសុវត្ថិតាមព្រះរាជបណ្ដាំរបស់ព្រះសម្ដេចព្រះនរោត្តមមុនពេលព្រះអង្គចូលសោយទីបង្គត់ព្រះអង្គមានបន្ទូលផ្ដាំថាក្រោយពេលថ្វាយព្រះភ្លើងព្រះអង្គហើយត្រូវយកកោដ្ឋមាសនោះមករំលាយដើម្បីធ្វើជាព្រះពុទ្ធរូបមួយអង្គតំណាងឲ្យព្រះស្រីអាមេត្រីលុះក្រោយមកព្រះបាទសម្ដេចព្រះស៊ីសុវត្ថិទ្រង់បានចាត់ឲ្យកសាងព្រះពុទ្ធនេះឡើងដើម្បីឧទ្ទិសមគ្គផលថ្វាយដល់ព្រះបាទសម្ដេចព្រះនរោត្តមសូមឲ្យព្រះអង្គបានទាន់ព្រះស្រីអាមេត្រីក្នុងឆ្នាំ5000នៃពុទ្ធសករាជហើយប្រទានព្រះនាមព្រះពុទ្ធរូបនេះថាព្រះចន្ទរាសីរាជឹកនរោត្តមបាទអ
អរគុណច្រើនសម្រាប់បងប្អូនទាំងអស់គ្នាដែលបានតាមដានในការស្ដាប់ពីប្រវត្តិទូទ្រោះខ្លះៗរបស់ព្រះបរមរាជវាំងហើយអត្ថបទនេះយើងនឹងបន្តនៅភាគបន្តទៀតឆាប់ៗនេះ